បាទសូមគោរពជម្រាបសួរបងប្អូនបេសកកម្មបង្ហាញការពិតអំពីបច្ចេកទេសធ្វើស្រែចំណាយដើមទុនតិចនៅលើទឹកដីនៃខេត្តព្រៃវែងមិនទាន់បានបញ្ចប់ទេហើយព្រឹកថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025នេះខ្ញុំក៏បានបន្តដំណើរមកបង្ហាញបងប្អូនបន្តទៀតហើយគោលដៅនេះគឺចង់បញ្ជាក់ការពិតថាបច្ចេកទេសរបស់យើងនឹងពិតជាបានរួមចំណែកកាត់បន្ថយការចំណាយរបស់បងប្អូនយើងពិតប្រាកដមែនហើយក៏សូមរំលឹកបងប្អូនដែរថាកាលពីថ្ងៃទី7ខែកញ្ញាឆ្នាំ2025កន្លងមកនេះខ្ញុំបានមកធ្វើបទបង្ហាញដែលបានគ្រប់អញ្ជើញបងមេឃុំពោរៀងលោកប្រធានភូមិអនុភូមិក៏ដូចជាបងអូនមន្ត្រីជំនាញកសិកម្មប្រចាំឃុំពោរៀងនឹងផងដែរដើម្បីឲ្យពួកគាត់បានទទួលជ្រាបអំពីបច្ចេកទេសធ្វើស្រែចំណាយដើមទុនតិចដែលខ្ញុំតែងតែជម្រាបបងប្អូនថាកាត់បន្ថយការចំណាយពីការប្រើជីថ្នាំគីមីក្នុង1ហិកតា2លានជាងមកនៅសល់ក្រោម1លានរៀលនេះហើយបន្ទាប់ពីខ្ញុំធ្វើបទបង្ហាញកន្លងមកហ្នឹងគឺអ្នកដែលគាត់យកបច្ចេកទេសការផ្សព្វផ្សាយរបស់ខ្ញុំអនុវត្តហ្នឹងគឺមានលោកមេឃុំពោរៀងហើយនឹងបងអនុភូមិពោរៀងជើងដែលគាត់បានយកបច្ចេកទេសមកអនុវត្តអញ្ចឹងថ្ងៃនេះគឺខ្ញុំមិនភ្លេចទេដល់តែចំណាយពេលដើម្បីមកយករបាយការណ៍ឬថាព័ត៌មានតាក់ទងនឹងលទ្ធផលស្រែស្រូវនេះហើយក៏សូមជម្រាបថាបងប្អូនដែលជាសមាជិកក្រុមប្រឹក្សាឃុំអីដែលគាត់អញ្ជើញចូលរួមនៅថ្ងៃទី7ខែកញ្ញាកន្លងមកនោះគឺពួកគាត់មិនមែនថាបដិសេធនៅការផ្សព្វផ្សាយរបស់ខ្ញុំទេប៉ុន្តែគាត់ថាដីរបស់គាត់នឹងវាស្ថិតនៅក្នុងតំបន់ដែលមិនទាន់អាចអនុវត្តបច្ចេកទេសយើងនេះកើតអញ្ចឹងមានតែបងមេឃុំនិងបងអនុភូមិពោរៀងជើងទេដែលគាត់មានដីត្រូវនឹងការផ្សព្វផ្សាយរបស់ខ្ញុំនឹងតែម្ដងហើយអញ្ចឹងថ្ងៃនេះគឺសូមជម្រាបព័ត៌មានជាក់ស្ដែងក៏ដូចជាចុះមកធ្វើការជជែកវែកញែកលេងជាមួយនឹងបងមេភូមិពោរៀងជើងដើម្បីឲ្យបងប្អូនយើងទទួលបានដឹងថាតើវាពិតទេអ្វីដែលខ្ញុំផ្សព្វផ្សាយកន្លងមកឬក៏គ្រាន់តែជាការធ្វើអាជីវកម្មអូសទាញកសិករនឹងឲ្យមកទិញផលិតផលដើម្បីតែផលប្រយោជន៍ខ្លួនឯងតើបងប្អូនយើងទទួលបានផលប្រយោជន៍អីខ្លះពីការប្រើប្រាស់បច្ចេកទេសនេះបាទជាដំបូងសូមជម្រាបសួរបងអញ្ចឹងចង់ឲ្យបងជម្រាបឈ្មោះទៅបងប្អូនយើងដែលគាត់កំពុងមើលថាបងឈ្មោះអីហើយក្នុងបច្ចុប្បន្នបងមានទួនាទីអីដែរឲ្យបងអាចអនុវត្តតាមបច្ចេកទេសនេះយ៉ាងម៉េចបាទសូមជម្រាបសួរអតិថិជនទាំងអស់បងប្អូនយើងដែលបានចូលមើលថ្ងៃខ្ញុំឈ្មោះខិនស្រៀនបាទហើយអនុភូមិពោរៀងជើងបានអនុវត្តទៅតាមគោលការណ៍របស់គាត់ជីធម្មជាតិនេះគឺខ្ញុំធ្វើតាមគោលដៅរបស់គាត់ក៏វាបានសម្រេចប៉ុណ្ណឹងហើយអាហ្នឹងជា70%គ្រូបាទ70%ឯបាទអាហ្នឹងគាត់ថាមិនមែនថាផ្សព្វផ្សាយនេះមកបោកបញ្ឆោតបងប្អូននេះដោយសារការពិតខ្ញុំធ្វើអញ្ចឹងមែនបាទវាអស់សហុយតិចឥឡូវហ្នឹងយើងអស់តែ40គីឡូទេ 30A ហ្នឹងបាទជីហ្នឹងអស់តែ40គីឡូទេអូបាទពលលោកគ្រូបាចម្ដង20បាទម្ដង20ចឹងវាអស់តែ40គីឡូទេ40មុនខ្ញុំបាច់ 3B ហ្នឹងហើយមុន 3B ឥឡូវហ្នឹងយើងអស់ឆ្នាំទៅ100000 12ដល់គ្រូជួយ20000បាទអស់ឆ្នាំ100000ហើយជីវា40គីឡូចឹងខ្ញុំទិញ1គីឡូនេះពួកគេលោកបាទខ្ញុំទិញ1គីឡូបាទចឹងឯងប្រាប់បងប្អូនទាំងអស់ថាអេមិនមែនមកនេះចេះតែនិយាយគាត់ជួលខ្ញុំឬគាត់ឲ្យថ្លៃប្រមាណអីប្រមាណមកពុតបងប្អូនមិនមែនទេការបទពិសោធន៍បើបងប្អូនមិនជឿបងប្អូនមកមើលទៅស្រូវនៅក្រោយផ្ទះខ្ញុំអាហាងលិចហ្នឹងហើយមកឃើញផ្ទាល់ហើយបាទអរគុណបាទអរគុណបងប្អូនអញ្ចឹងជាសម្ដីដែលបងជាអញ្ញាធម៌ក្នុងមូលដ្ឋានយើងនេះផងហើយក៏ជាកសិករអនុវត្តបច្ចេកទេសខ្ញុំផ្ទាល់អញ្ចឹងមិនមានអីទេបងប្អូនការធ្វើដំណើរឆ្លងពីខេត្តមួយមកខេត្តមួយស្កាត់ជួបកសិករដែលអនុវត្តនេះគឺថាការចំណាយផ្ទាល់ខ្លួននឹងគឺមានហើយប៉ុន្តែដើម្បីបញ្ជាក់ការពិតជូនបងប្អូនកុំឲ្យបងប្អូនថាអូឃើញតែប្រូកប្រាជ្ញលេអាឡូនៅក្នុង Facebook ហើយប្រហែលជាលក់ទៅនឹងបែបស្ងាត់ឈឹងហើយកសិករធ្វើនឹងមិនដឹងទឹកភ្នែកទឹកសបោមិនទេប្រើជីតិចថ្នាំតិចអញ្ចឹងផលយ៉ាងណាយ៉ាងណីគឺប្រហែលជាបងប្អូនដែលមិនស្គាល់ខ្ញុំគាត់មានអារម្មណ៍អញ្ចឹងហើយមានតែការចុះមកផ្ទាល់ចំណាយពេលជួបបងប្អូនយើងដែលគាត់អនុវត្តផ្ទាល់អញ្ចឹងដើម្បីឲ្យបានទទួលសលេងគាត់ពិតប្រាកដថាអ្វីដែលខ្ញុំជម្រាបនេះគឺពិតជាបានរួមចំណែកជួយកសិករក្នុងការកាត់បន្ថយការចំណាយពិតប្រាកដមែនហើយអញ្ចឹងបេសកកម្មថ្ងៃនេះអត់ទាន់ចប់ទេដោយសារបងមេឃុំគាត់មានរវល់បន្តិចអញ្ចឹងទៅក៏ជួបជាមួយនឹងបងមេភូមិផ្ទាល់នៅនេះបងអនុភូមិនេះដើម្បីធ្វើការបង្ហាញអញ្ចឹងស្រូវដែលបងប្អូននេះកំពុងតែឃើញមើលបងប្អូនអាចទស្សនាផ្ទាល់បានអញ្ចឹងសម្រស់ស្រូវគួរឲ្យចាប់អារម្មណ៍ដែរគឺថាស្អាតហើយឥឡូវសូមសម្ដីពីបងបន្តិចមកបងស្រូវហ្នឹងបើបងធៀបនឹងការប្រើជីច្រើនថ្នាំច្រើនតាមទម្លាប់កសិករឬទម្លាប់របស់បងកន្លងមកវាអន់ជាងមុនឬក៏វាល្អជាងមុនឬយ៉ាងណាដែរបង
bờ dương dây rùm tới mình là dương nước dương đại cả bứt vì ở tranh này này đi bạn xây nâng cụ thể về ô bên nó còn là thà muốn dương prai chi trả bỏ nâng បាទ แต่แล้วយើងប្រើជីតិចប្រើថ្នាំតិចតែវាពណ៌វាស្រស់បំប្រងដូចគ្នាបាទវាប៉ុណ្ណឹងទេ បាទបងបាទ ត្រង់ថាយើងប្រើកាត់បន្ថយថវិកាតែធម្មជាតិវានៅខៀវនៅល្អដដែល បាទត្រង់កន្លែងហ្នឹងហើយដែលខ្ញុំចង់ជម្រាបបងប្អូនប្រជាកសិករយើងដដែលផងដែរថាបច្ចេកទេសមួយនេះ តិចបងនេះខ្ញុំនឹងកើតបងឯងនេះមើលមកឃើញបាទ បច្ចេកទេសមួយនេះគឺមិនអួតមិនអាងទេមិនមែនថាមកធ្វើខ្ញុំមកគឺបានផលច្រើនណាស់បានអីគឺមិនមែនអញ្ចឹងណាបងប្អូនសម្រស់ស្រូវបងប្អូនដូចជាកាលប្រើជីច្រើនណាស់ច្រើនអញ្ចឹងហើយទៅទៅមុននេះទៅលើហើយគ្រូស្ទះខ្ញុំនេះនឹងទៅមុនដដែលហ្នឹងបងប្អូន នេះមើលមកឃើញខ្ញុំហីបាទមកទៅគ្រូបន្តទៀតបាទ បាទអញ្ចឹងបញ្ជាក់ឡើងវិញបងប្អូនណាសម្រស់ស្រូវគឺមិនចាញ់នឹងការប្រើជីច្រើនថ្នាំច្រើនទេហើយទិន្នផលក៏មិនចាញ់ការប្រើជីច្រើនថ្នាំច្រើនដែរហើយក៏មិនបានអួតថាឈ្នះដែរមិនឈ្នះទេណាបងប្អូនមិនឈ្នះទេគ្រាន់តែថាកាត់បន្ថយការចំណាយប៉ុណ្្នឹងទេបាទអញ្ចឹងវីដេអូខ្លីកុំវែងពេកខ្លីលោកបងប្អូនយើងឃើញត្រាន់ព្រោះយើងត្រូវមានបេសកកម្មទៅទៀតអញ្ចឹងក៏សូមអរគុណចំពោះលោកមេឃុំទៀតបាទចំពោះបងប្អូនទាំងអស់ដែលគ្រប់គ្រងដែលតាមដានហើយអរគុណចំពោះបងប្អូនដែលជួយចែករំលែកព័ត៌មានហ្នឹងឲ្យកសិករផ្សេងទៀតបានដឹង បាទហើយចេញពីនេះទៅសូមទៅបងប្អូនទៅតាមដានស្រែមេឃុំទៀតបាទមិនមែនតែរបស់ខ្ញុំនៅស្រែមេឃុំ3ហាត់ទៀតហ្នឹងហើយ4ហាត់4បាទហ្នឹងស្រែមេឃុំ4ហាត់បាទគាត់ធ្វើហ្នឹងហើយអញ្ចឹងអរគុណសូមជូនពរបងប្អូននៅក្នុងសង្គម Facebook ទាំងអស់ដែលបានជួបសូមឲ្យតែបានសេចក្តីសុខនៃចម្រើនទាំងអស់គ្នាបាទជំរាបលាបាទបាទចាក់ទូណាខ្ញុំទៅនេះគាត់ចាំទូបាទ